របបដ៏ឃោរឃៅរបស់ក្រុមអតីត KGB និងកងទ័ពឯកជនកំពុងរងចាំដណ្ដើមអំណាចនៅវិមានក្រឹមឡាំងក្រោយសម័យពូទីនអ្នកវិភាគយោធាព្រមានថាក្រុមមន្ត្រីសន្តិសុខអតីត KGB និងកងកម្លាំងប្រដាប់អាវុធឯកជនដ៏ឃោរឃៅអាចប្រជែងគ្នាឡើងកាន់អំណាចបន្ទាប់ពីលោក Vladimir Putin ចាកចេញពីតំណែងសូមជួយចុច Subscribe Channel YouTube SNT Voice ដើម្បីទទួលបានព័ត៌មានអន្តរជាតិថ្មីៗជុំវិញពិភពលោកសូមអរគុណក្រោយការកាន់អំណាចអស់ជាច្រើនទសវត្សរ៍លោកពូទីនអាចនឹងបន្សល់ទុកនូវភាពចលាចលខណៈក្រុមអំណាចផ្សេងៗក្នុងរង្វង់អិសរាជជនក្រឹមឡាំងអាចប្រយុទ្ធគ្នាដណ្ដើមអំណាចដើម្បីក្លាយជាអ្នកដឹកនាំរុស្ស៊ីបន្ទាប់អ្នកវិភាគសង្គ្រាមអ៊ុយក្រែនលោក Jason Smart បានប្រាប់ The Sun ថាមានលទ្ធភាពខ្ពស់ណាស់ដែលនឹងកើតមានសង្គ្រាមផ្ទៃក្នុងចំណោមក្រុមអ្នកមានអំណាចកំពូលលោកបានបន្តថាការប្រឈមមុខគ្នាអាចកើតឡើងរវាងក្រុមចារកម្មកងទ័ពកងកម្លាំងឯកជននិងអតីតយុទ្ធជនក្រុមទាំងនេះមានផលប្រយោជន៍និងគោលជំហរខុសគ្នាហើយមិនងាយនឹងរួមដៃគ្នាឡើយលោក John Love ដែលធ្លាប់ជាតំណាងដំបូងរបស់ NATO ប្រចាំទីក្រុងមូស្គូក៏បានព្រមានថារុស្ស៊ីអាចនឹងចាប់ផ្ដើមស្វែងរកអ្នកដឹកនាំថ្មីខណៈការរំពឹងថានឹងមានការផ្លាស់ប្ដូរអំណាចកាន់តែកើនឡើងលោកបានបន្ថែមថាសម្រាប់មេដឹកនាំដែលកាន់អំណាចយូរដូចលោកពូទីនការផ្ទេរអំណាចគឺជាដំណាក់កាលដ៏គ្រោះថ្នាក់អ្នកវិភាគជឿថាលោកពូទីនកំពុងព្យាយាមផ្ទេរអំណាចមួយចំនួនទៅឲ្យអ្នកដែលលោកទុកចិត្តបំផុតដើម្បីរក្សាការគ្រប់គ្រងរបស់ខ្លួនលោក John Love ព្រមានថាក្រុមមន្ត្រីសន្តិសុខនិងកងកម្លាំងឯកជនអាចក្លាយជាកម្លាំងសំខាន់ក្នុងរបបថ្មីរបបបែបនេះអាចរឹតបន្តឹងការគ្រប់គ្រងរបស់រដ្ឋលើសេដ្ឋកិច្ចប្រមូលធនធានកាន់តែច្រើនសម្រាប់គោលនយោបាយយោធានិងបង្កើនការបង្ក្រាបអ្នកប្រឆាំងនៅក្នុងប្រទេសលោកក៏បានព្យាករណ៍ថាការដឹកនាំជាក្រុមដ៏រឹងប៉ឹងបែបនេះអាចបន្តអស់រយៈពេលជាច្រើនឆ្នាំទោះបីលោកពូទីនកំពុងព្យាយាមគ្រប់គ្រងការផ្ទេរអំណាចក៏ដោយអ្នកជំនាញជឿថាការផ្ទេរអំណាចដោយសន្តិវិធីមិនមែនជារឿងងាយនឹងកើតឡើងទេគ្មានអ្នកស្នងតំណែងច្បាស់លាស់លោក Julian Voller សាស្ត្រាចារ្យជំនាញរុស្ស៊ីបាននិយាយថាគេមិនអាចដឹងថាលោកពូទីននឹងចាកចេញពីអំណាចតាមរបៀបណាឡើយលោកអាចធ្លាក់ខ្សោយដោយសារអាយុឬជំងឺឬអាចប្រឈមនឹងរដ្ឋប្រហារលោកបានបន្ថែមថាលោកពូទីនតែងតែប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះការតែងតាំងអ្នកស្នងតំណែងព្រោះអ្នកស្នងតំណែងដែលមានអំណាចច្បាស់លាស់អាចក្លាយជាគូប្រជែងរបស់លោកបច្ចុប្បន្នរុស្ស៊ីមិនមានអ្នកស្នងតំណែងដែលច្បាស់លាស់ឡើយហើយការប្រជែងអំណាចអាចបើកចំហសម្រាប់ក្រុមផ្សេងៗសម្ពាធពីសង្គ្រាមនិងសេដ្ឋកិច្ចសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យការចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ីកើនឡើងយ៉ាងខ្លាំងដោយក្នុងឆ្នាំ2025ការចំណាយនេះត្រូវបានរាយការណ៍ថាឡើងដល់ប្រហែល$144,000 លានខណៈសេដ្ឋកិច្ចរុស្ស៊ីរងសម្ពាធលោកពូទីនបានពឹងផ្អែកលើមហាសេដ្ឋីរុស្ស៊ីដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីសង្គ្រាមប៉ុន្តែអ្នកជិតស្និទ្ធនឹងលោកពូទីនមួយចំនួនក៏ត្រូវបានរាយការណ៍ថាកំពុងផ្ទេរទ្រព្យសម្បត្តិរាប់ពាន់លាន$ទៅក្រៅប្រទេសដើម្បីត្រៀមខ្លួនសម្រាប់អនាគតក្រោយសម័យពូទីនជាមួយគ្នានេះការខាត់បង់កងទ័ពរុស្ស៊ីនៅសមរភូមិក៏កំពុងបង្កើនការមិនពេញចិត្តចំពោះវិមានក្រឹមឡាំងអ្នកវិភាគ Jason Smart បាននិយាយថាលោកពូទីនកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងព្រោះលោកត្រូវរក្សាការគាំទ្រពីក្រុមអិសរាជជននិងអ្នកគ្រប់គ្រងប្រព័ន្ធសន្តិសុខប៉ុន្តែអ្នកទាំងនេះផ្ទាល់ក៏ជាក្រុមដែលលោកគួរតែប្រយ័ត្នបំផុតព្រោះពួកគេមានសមត្ថភាពចាត់វិធានការដើម្បីផ្លាស់ប្ដូរមេដឹកនាំប្រសិនបើយល់ថាលោកលែងមានប្រយោជន៍សម្រាប់ពួកគេ FSB ឬកងទ័ពអាចក្លាយជាអ្នកស្នងអំណាចអ្នកជំនាញមួយចំនួនជឿថាអ្នកដែលមានឱកាសខ្ពស់ក្នុងការស្នងអំណាចក្រោយលោកពូទីនអាចមកពីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី FSB ដែលជាស្ថាប័នស្នងពី KGB ចាប់តាំងពីលោកពូទីនឡើងកាន់អំណាចលោកបានពឹងផ្អែកកាន់តែខ្លាំងលើ FSB ដើម្បីគ្រប់គ្រងក្រុមអិសរាជជននិងប្រជាជនចាប់ពីដើមឆ្នាំ2026អំណាចរបស់ស្ថាប័នសន្តិសុខរុស្ស៊ីត្រូវបានពង្រីកយ៉ាងខ្លាំងប្រភពដែល Bloomberg ដកស្រង់បានអះអាងថាអិសរាជជនរុស្ស៊ីមួយចំនួនកំពុងបារម្ភថា FSB កំពុងទទួលបានអំណាចខ្លាំងលើសលប់ខណៈលោកពូទីនប្រើស្ថាប័ននេះដើម្បីរក្សាអំណាចរបស់ខ្លួនការប្រជែងអំណាចអាចផ្ទុះឡើងនៅពេលការផ្ទេរអំណាចចាប់ផ្ដើមក្លាយជាប្រធានបទក្តៅរុស្ស៊ីអាចប្រឈមនឹងការប្រយុទ្ធគ្នាបង្ហូរឈាមរវាងក្រុមអំណាចផ្សេងៗដែលព្យាយាមកាន់កាប់ប្រទេសលោក Jason Smart បាននិយាយថាមានសញ្ញាកាន់តែច្រើនបង្ហាញថាមន្ត្រីសន្តិសុខរុស្ស៊ីត្រូវពង្រឹងអំណាចរបស់ខ្លួនចាប់ពីពេលនេះដើម្បីធានាថាក្រុមផ្សេងទៀតមិនអាចចូលមកដណ្ដើមអំណាចបានលោកបានលើកឡើងថាក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះឧត្តមសេនីយ៍រុស្ស៊ីប្រហែល17នាក់ត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងពាក់ព័ន្ធនឹងការក្លែងបន្លំការសោកប៉ាន់និងអំពើពុករលួយលោកថាអ្នកដែលកំពុងស៊ើបអង្កេតនិងចាត់វិធានការលើមន្ត្រីយោធាទាំងនេះគឺភាគច្រើនមកពី FSB តាមប្រវត្តិសាស្ត្ររុស្ស៊ី
ក្រុមអិសរាជជននីមួយៗតែងតែព្យាយាមការពារផលប្រយោជន៍របស់ក្រុមខ្លួនទោះបីត្រូវប្រើវិធីសាស្ត្រខ្លាំងក្លាយ៉ាងណាក៏ដោយសូមអរគុណដែលបានតាមដាននៅវីដេអូនេះសន្យាថានឹងជួបគ្នានៅវីដេអូក្រោយៗទៀត